ពុទ្ធបរិស័ទដែលបានសិក្សារៀនសូត្រស្ដាប់កើតសទ្ធានិងបញ្ញាប្រាថ្នាដើម្បីមកឃើញពុទ្ធស្ថានប៉ុន្តែទិដ្ឋភាពនិងភាពអស្ចារ្យរុងរឿងឧត្តមខ្ពង់ខ្ពស់ដោយជាព្រះអង្គគង់នៅនោះពុំបាននៅមានដូចពីមុនដែលឲ្យយើងឃើញដល់សពថ្ងៃនេះទេទឹកចិត្តជ្រះថ្លាក៏ជ្រះថ្លាសង្វេគក៏សង្វេគជាពិសេសអ្នកមកកាន់ទីទឹកដីនេះលើកទី1ធ្វើឲ្យមានសេចក្តីខ្សឹកខ្សួលនឹកអាឡោះអាល័យហើយនឹងសង្វេគចំពោះអ្វីដែលមានការប្រែប្រួលទៅធ្វើឲ្យពុទ្ធបរិស័ទទាំងអស់នោះមានការនឹករលឹកហើយសង្វេគដោយភាពអាឡោះអាល័យលានឹងការជ្រះថ្លានឹកព្រះអង្គមានពាក្យពោលសម្រាប់ឲ្យនឹកដោយសេចក្តីបរិយាយដែលជាពាក្យតែងនិពន្ធរបស់ឧបាសកគុយសធនហៅអំប្រុសថាស្ដាយហើយសែនស្ដាយខំកាត់ពីឆ្ងាយមករកព្រះអង្គតែពុំបានជួបដោយចិត្តដែលចង់ត្បិតអីព្រះអង្គទ្រង់និព្វានហើយស្ដាយហើយសែនស្ដាយពីនាយដល់អាយកាយចិត្តឥតស្បើយទោះព្រះអនន្តក៏ពុំឃើញឡើយព្រះគុណម្ចាស់ហើយនិមន្តទៅណាស្ដាយហើយសែនស្ដាយយើងខ្ញុំទាំងឡាយមានចិត្តជ្រះថ្លាចង់ឃើញសាវកជានឹងនេត្រាតែក្តីប្រាថ្នាត្រូវអាសាបង់ស្ដាយហើយសែនស្ដាយវត្តកុដទាំងឡាយពុំឃើញព្រះសង្ឃនៅតែស្នាមគ្រឹះកំទេចសំណងដួងចិត្តស្រយ៉ង់ស្រយុតអង្គប្រានតែទោះយ៉ាងណាត្រូវដឹងច្បាស់ថាលៀបធំដែលបានមកថ្វាយបង្គំទីសង្វេគចន្ទយត្តស្ថានដែលព្រះអង្គបានគង់អាស្រ័យនៅសូមថ្វាយបង្គំពុទ្ធស្ថានលើភ្នំនិគមព្រៃជ្រៅទីដែលព្រះអង្គគង់អាស្រ័យនៅទោះជាខ្ញុំទៅមិនដល់ក៏ដោយសូមមហាកុសលដែលបានដំកល់ទុកក្នុងចិត្តហើយសូមជួយរុញច្រានឆាប់បានដល់ត្រីកុំបីខានឡើយដូចក្តីប្រាថ្នាសូមអត់ទិងផលគោរពជូនដល់មេត្តាបិតាដល់ញាតិសន្តានក្នុងវត្តសង្សារទាំងគ្រូអាចារ្យឧបជាទាំងឡាយទោះរស់ជុំញាតិឬស្លាប់បែកឃ្លាតចាប់ជាតិចិត្តឆ្ងាយសូមបានអាហារបរិខាទាំងឡាយរីករាយសប្បាយនឹងបុណ្យកុសលដែលយើងខ្ញុំបានធ្វើទាំងប៉ុន្មានអត់ទិសជូនដល់សូមឲ្យបានសុខផុតទុក្ខកង្វល់លុះបានវគ្គផលដល់ព្រះនិព្វានជូនបុណ្យអំប្រុសគុយសធនដែលម្ចាស់តែងនិពន្ធនៃកំណាព្យនេះហើយនឹងបងប្អូនមិត្តញាតិទាំងអស់ដែលប្រាថ្នាអនុមោទនាតាមសូមអនុមោទនា